ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនទី8នៅក្នុងមេរៀនទី8ហ្នឹងគឺយើងមករៀនអំពីរបៀបលុបផ្ទៃ background ខាងក្រោយនៃរូបភាពឬក៏យើងហៅថារបៀប remove background នៅក្នុងមេរៀននេះដែរពេលដែលបងប្អូនសិក្សាចប់បងប្អូននឹងចាស់ទៅលើ3ចំណុចធំៗទី1ការបញ្ចូលទៅលើរូបភាពទី2ការរំកិលនិងកំណត់ទីតាំងនៃរូបភាពទី3គឺចំណុចសំខាន់វាមានការលុបផ្ទៃខាងក្រោយនៃរូបភាពដើម្បីកុំឲ្យខាត់ពេលយូរតោះចូលទៅអនុវត្តទាំងអស់គ្នាដោយជំហានទី1គឺយើងតម្រូវធ្វើការបញ្ចូលរូបភាពជាមុនសិនក៏ដូចជា logo ទៅបងប្អូនធ្វើការបញ្ចូលជា logo ចំពោះ logo ខ្លះយើងមាន background ពីក្រោយតោះទី1យើងចូលទៅកាន់ពាក្យថា menu insert បន្ទាប់មកយក picture បងប្អូនជ្រើសរើសយកពាក្យ this device អូខេសម្រាប់រូបភាពក៏ដូចជា logo បងប្អូនបានធ្វើការ save ទុកនៅទីតាំងណាបងប្អូនចូលទៅយកទៅតាមទីតាំងហ្នឹងទៅដូចក្នុងនេះខ្ញុំទុកក្នុង picture បងប្អូនរើមើលទៅរូបភាពឬក៏ដូចជា logo ណាដែលបងប្អូនចង់បានឧទាហរណ៍ខ្ញុំយក logo TBC មួយបែបហ្នឹងចូលពេលដែលបងប្អូន insert បញ្ចូលរូបភាពរបស់យើងគឺពិបាកក្នុងការសេរីក៏ដូចជាការកំណត់ទីតាំងឬក៏ការរំកិលគឺពិបាកពេលដែលបងប្អូនរំកិលទៅគឺជួនកាលរត់ចូលបែបហ្នឹងដើម្បីងាយស្រួលក្នុងការរំកិលបងប្អូនក៏លេចមកមើលផ្នែកនេះនៅហ្នឹងយើងហៅថា layout option កន្លែង layout option ហ្នឹងសម្រាប់ version ថ្មីគឺមានបើ version ចាស់ជួនកាលអត់មានទេបងប្អូនធ្វើការចុចទៅលើ layout option ហ្នឹងបន្ទាប់មកយកពាក្យថា in front of text មានន័យថាយើងធ្វើការកំណត់ option របស់រូបភាពរបស់យើងហ្នឹងនៅលើអត្ថបទបែបហ្នឹងមួយទៀតបើសិនជាបងប្អូនអត់មានចំណុច layout option កន្លែងហ្នឹងទេបងប្អូនអាចចូលមកមើលកន្លែង menu picture format បងប្អូនចូលទៅយកពាក្យថា wrap up text ឬក៏ wrap text បន្ទាប់មកបងប្អូនជ្រើសរើសយកពាក្យថា in front of text ដូចគ្នាមានន័យថាកន្លែង wrap up text ខាងលើហ្នឹងគឺជាlayout option របស់យើងនឹងដូចគ្នាទេបន្ទាប់ពីបងប្អូនធ្វើការកំណត់យកប្រភេទជា in front of text ហើយយើងអាចធ្វើការដូចជាបរិបរួមក៏ដូចជាធ្វើការរំកិលបែបហ្នឹងចំណុចមួយទៀតខ្ញុំចង់ប្រាប់អំពីរបៀបនៃការកំណត់ទីតាំងនៃរូបភាពឧទាហរណ៍ថារូបភាពខ្លះបងប្អូនចង់បានរូបហ្នឹងនៅចំពាក្យកណ្ដាលកិច្ចការរបស់យើងបងប្អូនអាចកលេចទៅមើល format picture ទៀតបន្ទាប់មកបងប្អូនចូលទៅមើលពាក្យថា align ចំណុចនេះផ្នែកខាងស្ដាំបងប្អូនជ្រើសរើសយកពាក្យថា align center មានន័យថាយើងកំណត់រូបភាពរបស់យើងហ្នឹងឲ្យនៅចំពាក្យកណ្ដាលឆ្វេងស្ដាំនៃកណ្ដាលកិច្ចការមួយទៀតយើងចូលទៅកាន់ align ដូចគ្នាយើងយកពាក្យថា middle ហ្នឹងគឺនៅចំចំណុចកណ្ដាលលើហើយនឹងក្រោមអញ្ចឹងយើងកំណត់មក middle ប៉ុណ្ណឹងរូបរបស់យើងគឺនៅចំចំណុចកណ្ដាលនៃកណ្ដាលកិច្ចការចូលមកដល់ជំហានទី3ទាក់ទងជាមួយនឹងរបៀបនៃការលុបផ្ទៃ background ពីក្រោយអញ្ចឹងបងប្អូនមើលឃើញហើយរូបរបស់យើងគឺជាប់ background សហ្នឹងបែបហ្នឹងបងប្អូនចូលមកកាន់ picture format បន្ទាប់មកយកពាក្យ remove background បន្ទាប់ពីចុច remove background សូមចាំបន្តិចបងប្អូននឹងឃើញមានពណ៌កន្លែងហ្នឹងគឺពណ៌ស្វាយអញ្ចឹងចំណុចណាដែលមានពណ៌ស្វាយពេលបងប្អូនចុចមកក្រៅឧទាហរណ៍ថាខ្ញុំគ្រាកន្លែងហ្នឹងមួយ keep change មានន័យថាកន្លែងណាដែលមានពណ៌ស្វាយហ្នឹងគឺធ្វើការលុបដោយស្វ័យប្រវត្តិបែបហ្នឹងអញ្ចឹងកន្លែងនេះពេលយើងលុបភ្លាមគឺអត់ស្អាតទេបងប្អូនធ្វើការចុច control set ដើម្បីត្រឡប់ក្រោយខ្ញុំ control set មួយធ្វើការបន្ថែមយើងអាចធ្វើការបន្ថែមបន្ថយទៅលើរូបភាពរបស់យើងមានន័យថាយើងចង់លុបកន្លែងណាទុកកន្លែងណាត្រង់ចំណុចនេះបងប្អូនត្រូវធ្វើការដោះកន្លែងណាដែលមានពណ៌ស្វាយចេញអញ្ចឹងខ្ញុំយកពាក្យថា add កន្លែងហ្នឹង add mark area to keep បងប្អូនចុចមកកន្លែងសញ្ញាបូកហ្នឹងតើបងប្អូនចង់ដកកន្លែងហ្នឹងអញ្ចឹងចុចពីលើហ្នឹងមក
ធ្វើការអូសទៅលើបែបហ្នឹង select ទៅលើឬក៏យើងគូរទៅលើបែបហ្នឹងបងប្អូនចាំបន្តិចបែបហ្នឹងម្ដងបន្តិចម្ដងបន្តិចត្រង់ចំណុចហ្នឹងគឺបងប្អូនធ្វើការចុចម្ដងបន្តិចម្ដងបន្តិចបែបហ្នឹងតាមមកខ្ញុំបែបហ្នឹងមកកន្លែងណាដែលមានពណ៌ស្វាយគឺយើងធ្វើការលុបម្ដងបន្តិចតើតើនឹងការលុប background ហ្នឹងដែរទៅលើរូបភាពដែរបើរូបភាពណាដែលងាយស្រួលលុបគឺលឿនទេមួយទៀតប្រភេទរូបភាពរបស់យើងគឺយើងមានច្រើនប្រភេទមានន័យថារូបភាពក៏ដូចជា logo ដែលបងប្អូនធ្វើការ insert បញ្ចូលដូច logo ខ្លះប្រភេទជា file PNG file PNG ហ្នឹងពេលបងប្អូន insert បញ្ចូលមកគឺអត់មានជាប់ background ទេតែប្រភេទរូបភាពហ្នឹងគឺ logo ហ្នឹងគឺជាប្រភេទJPEG មានន័យថាប្រភេទរូបភាពឬក៏ប្រភេទ logo ដែលមានផ្ទៃនឹងពីក្រោយខ្ញុំសូមធ្វើការលុបបន្តិចមកបងប្អូនកន្លែងនេះសូមអត់ថ្មបន្តិចធ្វើការលុបបន្តិចបន្តិចមកធ្វើការដកពណ៌ស្វាយនឹងម្ដងបន្តិចម្ដងបន្តិចបើយើងអត់ដកទេពេលដែលយើងធ្វើការគ្រីសឬក៏យើងធ្វើការ change keep change ហ្នឹងទៅគឺកន្លែងណាដែលមានពណ៌ស្វាយគឺនឹងបាត់ដូចគ្នាអញ្ចឹងកន្លែងនេះខ្ញុំធ្វើការដកពណ៌ស្វាយនឹងចេញបែបហ្នឹងនៅខាងក្រោមទៀតបងប្អូនសូមរងចាំក៏ដូចជាធ្វើការបន្តិចម្ដងបន្តិចម្ដងកន្លែងហ្នឹងគឺអត់ថ្មបន្តិចហើយកន្លែងហ្នឹងយើងជិះរួចហើយតែមកដល់ចំណុចនេះបងប្អូនកលេចមើលកន្លែងហ្នឹងគឺលើខ្ញុំចង់នេះវិញបងប្អូនយកសញ្ញាដកហ្នឹងវិញបងចុចតិចមកបែបហ្នឹងកន្លែងនេះខ្ញុំយកបោកវិញបិទផ្កាយគេហើយផ្កាយមួយហើយនឹងផ្កាយទី2បែបនេះឥឡូវខ្ញុំចង់ទុកបែបហ្នឹងបន្ទាប់ពីបងប្អូនធ្វើការឧទាហរណ៍ថាបន្ថែមបន្ថយមកមើលទៅស្អាតហើយកន្លែងសំតិចទៀតអត់ស្អាតទេបងប្អូនគិតថាស្អាតហើយបងប្អូនយកពាក្យថា keep change នឹងមួយមកបែបហ្នឹងបងប្អូនធ្វើការ remove background បានហើយបែបហ្នឹងប៉ុណ្ណឹងគឺរួចរាល់ហើយអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងដែរមេរៀនរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយដែរខ្ញុំសង្ឃឹមថាមេរៀននេះដែរគឺមានសារៈសំខាន់ដែរសម្រាប់បងប្អូនដែលតបនឹងចាប់ផ្ដើមក៏ដូចជាជំនួយក្នុងការសិក្សារបស់បងប្អូនអរគុណសម្រាប់ការទស្សនាមួយទៀតខ្ញុំចង់ប្រាប់អ្នកនរគ្នាថាកុំភ្លេចជួយចុច like subscribe ផងចំពោះវីដេអូមួយហ្នឹងព្រោះថាការចុច like ក៏ដូចជាការ subscribe ក៏ដូចជាការពេញចិត្តរបស់បងប្អូនគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ខ្ញុំក្នុងការធ្វើវីដេអូធ្វើមេរៀនជូនបងប្អូនដើម្បីជាចំណេះដឹងមួយបែបដែរខាងផ្នែក computer អរគុណអ្នកនរគ្នាសម្រាប់ការទស្សនាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត